បាទសួស្តីបងប្អូនកសិករបាទថ្ងៃនេះខ្ញុំស្ថិតនៅក្នុងស្រុកកណ្ដៀងនៅខេត្តពោធិ៍សាត់នេះគឺសកម្មភាពដែលបងប្អូនគាត់ចាប់ផ្ដើមធ្វើស្រូវវគ្គថ្មីវគ្គដំបូងគឺថាបងប្អូនបានបញ្ចូលទឹកក្នុងស្រែដើម្បីវាយអង្គប់ដីហើយនឹងចាប់ផ្ដើមព្រោះរយៈពេលដែលបងប្អូនចាប់ផ្ដើមធ្វើវគ្គ2នេះបងប្អូនផ្ដោតសំខាន់ទៅលើបច្ចេកទេសនៃការធ្វើស្រែឲ្យបានល្អស្រូវនឹងបានទិន្នផលខ្ពស់បើសិនជាបងប្អូនធ្វើស្រែមិនបានផ្ដោតទៅលើបច្ចេកទេសទេហើយបងប្អូនផ្ដោតសំខាន់ទៅលើតាមវប្បធម៌ឬក៏ទម្លាប់ពីដើមមកគឺយើងទទួលបានទិន្នផលទាបទេអញ្ចឹងជំរុញទឹកចិត្តឲ្យបងប្អូនធ្វើស្រែឲ្យបានទិន្នផលខ្ពស់បងប្អូនត្រូវតែធ្វើស្រែឬក៏ធ្វើដំណាំអីក៏ដោយគឺឲ្យទៅតាមបច្ចេកទេសបើសិនជាបងប្អូនធ្វើទៅតាមបច្ចេកទេសបងប្អូននឹងទទួលទិន្នផលខ្ពស់ហើយទោះបីជាតម្លៃយ៉ាងណាក៏ដោយក៏បងប្អូនក៏អាចរួចចំណេញបានដែរអញ្ចឹងដើម្បីឲ្យបងប្អូនចំណេញទៅលើការធ្វើស្រែចម្ការជាពិសេសបងប្អូនធ្វើស្រែវិញបងប្អូនផ្ដោតសំខាន់ទៅលើជីណាទៅលើជីបងប្អូនហើយបន្ទាប់មកជីថ្នាំហ្នឹងបន្ទាប់មកគឺបងប្អូនបញ្ហាស្មៅបញ្ហាស្មៅក៏ជាកត្តាចម្បងមួយដែរដែលធ្វើឲ្យបងប្អូនខាតនៅទិន្នផលធ្លាក់នៅទិន្នផលស្រូវដែរអញ្ចឹងបងប្អូនចង់ឲ្យស្រូវរបស់យើងបានល្អកើននៅទិន្នផលខ្ពស់បងប្អូនចាំបាច់ទៅតែថែទាំមើលថែឲ្យបានដិតដល់ល្អនោះទិន្នផលរបស់បងប្អូននឹងកើនឡើងហើយនឹងប្រើដោយបច្ចេកទេសមិនប្រើដោយតាមទំនៀមទម្លាប់ទេបើបងប្អូននៅតែប្រើតាមទំនៀមទម្លាប់មានន័យថាទិន្នផលបងប្អូនក៏ត្រូវធ្លាក់នៅពេលនឹងដែរបងប្អូនជាធម្មតាបើបងប្អូនហើយចង់ចំណេញគឺក្នុងមួយហាត់បងប្អូនត្រូវតែទទួលទិន្នផលបាន5តោនកន្លះឬក៏ទៅ6តោននេះបានបងប្អូនចំណេញតែបើបងប្អូនមិនធ្វើស្រែបាន5កន្លះឬ6តោនកន្លះទេបងប្អូននឹងទទួលផលវិបាកនៅពេលដែលទំនិញស្រូវរបស់យើងចុះថោកអញ្ចឹងបងប្អូនត្រូវតែដឹងតិចនិចបច្ចេកទេសនៃការធ្វើស្រែអញ្ចឹងវគ្គនេះសង្ឃឹមថាបងប្អូននឹងយល់បច្ចេកទេសនៃការធ្វើស្រែឲ្យបានទិន្នផលខ្ពស់